បាទ đẩy cú chọp nâng mà chụp màu chẳng tới hay cái dấu được để màu ná để slap hơi vị nhiên tròn ạ khiết បាទបើយើងនិយាយទៅខ្មោចតៃហោង nâng này lụcខ្លះគាត់ប្រើក្លំឈើពាន់ឆ្នាំមានមនុស្សចងកឬមួយក៏អង្គគ្រូខ្លះគឺគាត់ប្រើប្រភេទផ្លុកយកមកធ្វើជាដងដើម្បីដាស់ឲ្យអាគមនឹងឡើងមានរិទ្ធមានគេយករូបថតយកអីមកគេចាប់ដើមសោតខាបហើយពលឹងដួងពលឹងវិញ្ញាណផ្គុំធាតុប្រមូលធាតុខាបពលឹងវិញ្ញាណដាស់ចងពលឹងវិញ្ញាណនឹងដាក់នៅក្នុងរូបថតចាយន់សកត់នៅពលឹងវិញ្ញាណខាបតងសពបែបសពយ៉ាងហើយគេយកអាគមនឹងសកត់ពណ៌សីមាខាបពលឹងខ្ញុំនិយាយកាត់ទេទេកុំឲ្យនិយាយវាពេលឆ្ងាយពេកហើយបើសិនជាចង់ឲ្យបុគ្គលនឹងឈឺអញ្ចឹងទៅបាទគឺចាប់3ថ្ងៃទៅ7ថ្ងៃគេឲ្យយកកត្រៃដែលយើងធ្វើពិធីហ្នឹងបាទសកត់ដែលបុគ្គលហ្នឹងគេឲ្យសកត់នៅលើរូបបាទអាហ្នឹងបុគ្គលហ្នឹងគឺឈឺបើសិនជាគេចង់ឲ្យបុគ្គលនឹងស្លាប់គឺគេយកកត្រៃហ្នឹងយកកាត់នឹងរូបថតហ្នឹងកាត់ដៃឈឺដៃបាទកាត់ជើងឈឺជើងកាត់កគឺអាចនឹងមានបញ្ហាធ្ងន់ដល់បុគ្គលហ្នឹងជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីវិជាខ្មែរបាទដោយសារសប្តាហ៍មុនខ្ញុំបានសន្យានឹងបងប្អូនទាំងអស់គ្នាអញ្ជើញលោកគ្រូដើម្បីមកបកស្រាយតាក់ទងជាមួយនឹងមុនវិជាកន្ត្រៃខ្មៅអញ្ចឹងថ្ងៃនេះសូមលោកគ្រូអញ្ជើញធ្វើការបកស្រាយតាក់ទងជាមួយនឹងមុនវិជាខ្មៅតើគេប្រើប្រាស់មុនវិជាខ្មៅសម្រាប់ធ្វើអ្វីហើយគេមានគោលបំណងអ្វីបាទសូមលោកគ្រូអញ្ជើញបាទអញ្ចឹងខ្ញុំកណាសូមលើកហាត់ទាំងពីរប្រកបលើសារសាគ្រប់ទៅដល់សមត្ថគ្រូដូចជាគ្រូគ្រប់សតបណៈអស់ក្នុងប្រទេសកម្ពុជាគ្រូតូចគ្រូធំគ្រូវិទ្យាមន្តអាគមគួយថាគ្រូតម្រាគ្រូសាលាសាស្ត្រមុនគេថាគ្រប់ព្រះអង្គដែលតកតងជាមួយនឹងការខ្ញុំមានប្រសាសន៍តកតងនឹងតម្រាវិជាកិនត្រៃខ្មៅនៅក្នុងតម្រាកិនត្រៃខ្មៅកិនត្រៃទាំងអស់ខ្ញុំកណាធ្លាប់សិក្សាពីសម្ដេចព្រះគ្រូហើយធ្លាប់ស្វែងយល់ពីវិជានៃកិនត្រៃទី1កិច្ចសាងកិនត្រៃខ្មៅកិនត្រៃទាំងអស់ដែលខ្ញុំសិក្សាគឺមាន4កិនត្រៃពេជ្រកិនត្រៃមាសនិងកិនត្រៃប្រាក់ហើយកិនត្រៃខ្មៅប៉ុន្តែនៅក្នុងតម្រាការសិក្សាមានច្រើនប៉ុន្តែខ្ញុំកណាលើកឡើងតែ4នឹងកិនត្រៃហ្នឹងទេម្ចាស់ព្រោះអីដោយសារតែការសិក្សាពីសម្ដេចពីសំណាក់លោកគ្រូខុសគ្នាបាទអញ្ចឹងលោកគ្រូផ្សេងទៅគាត់មានកន្ត្រៃផ្សេងអញ្ចឹងទៅបាទប៉ុន្តែខ្ញុំកណានេះអធិស្ឋានសុំទោសអភ័យទោសដល់ខ្ញុំកណាផងបើសិនខ្ញុំកណានេះបកស្រាយទៅឬក៏ខុសពីការសិក្សារបស់សម្ដេចគ្រូឬក៏គ្រូតូចគ្រូធំខ្ញុំកណាសូមអភ័យទោសព្រោះការសិក្សាពីសំណាក់គ្រូនីមួយគឺមានការខុសគ្នានៃវិជាមានច្រើនបាទសូម្បីតែវិជាកន្ត្រៃមួយនឹងក៏មានច្រើនបាទលោកមុននៃការសេពសូត្រក៏មានលក្ខណៈថាខ្លះដូចគ្នាខ្លះខុសគ្នាបាទទៅតាមពីសំណាក់គ្រូនៅក្នុងស្រុកក្តីនៅក្រៅស្រុកក្តីគ្រូជនជាតិក្តីអញ្ចឹងប៉ុន្តែការសិក្សានៃកន្ត្រៃខ្មៅនឹងទៀតសោតគឺសម្រាប់ខ្ញុំកណានេះសូមបកស្រាយតាក់ទងទៅនឹងកន្ត្រៃខ្មៅប៉ុន្តែដោយសារតែចាប់ពីដើមអស់ដំណើរតាក់ទងនឹងកន្ត្រៃយើងខ្ញុំកណាសូមបកស្រាយខ្លីៗតាក់ទងនឹងកន្ត្រៃទាំង4ទៅចោះទី1គេហៅថាកន្ត្រៃពេជ្រកន្ត្រៃមាសកន្ត្រៃប្រាក់បើកន្ត្រៃពេជ្រគឺយើងនឹងស្រាប់ហើយថាពេជ្រគឺមានតម្លៃថ្លៃបាទអញ្ចឹងមានរិទ្ធក៏អពុកែដែរបន្ទាប់ពីពេជ្រអញ្ចឹងគេហៅថាមាសដែលមានតម្លៃថ្លៃអញ្ចឹងរិទ្ធអនុភាពបន្ទាប់ពីមាសបន្ទាប់ពីពេជ្រគឺមាសកន្ត្រៃមាសហើយបន្ទាប់ពីមាសគេហៅកន្ត្រៃប្រាក់ប៉ុនកន្លែងលោសំណាក់ពីសម្ដេចគ្រូគ្រប់អង្គមានកន្ត្រៃផ្លាទីននេះខ្ញុំណាបាទសំខាន់ទេអភ័យអត់ទោសខ្ញុំណាបងអានេះខ្ញុំណានិយាយលេងនិយាយសើចណាបាទអធិស្ឋានប៉ុន្តែសារតែការសិក្សានៃកន្ត្រៃនឹងទៀតសោតគឺគេមានកិច្ចមានក្បួនខ្នាតទៅតាមពីសំណាក់គ្រូរៀងខ្លួនអញ្ចឹងខ្ញុំកណាសូមបកស្រាយតាក់ទងនឹងការសាងនៃកន្ត្រៃដែលខ្ញុំកណាធ្លាប់សិក្សាពីសំណាក់គ្រូដែលខ្ញុំកណាធ្លាប់ស្វែងយល់គ្រប់ព្រះអង្គអញ្ចឹងការសិក្សានៃកន្ត្រៃនីមួយអញ្ចឹងបច្ចុប្បន្នឥឡូវគឺលោកនិយមច្រើនតែកន្ត្រៃមាសបាទនិងកន្ត្រៃប្រាក់អញ្ចឹងការសាងកន្ត្រៃមាសទៀតសោតពាក្យថាមាសគឺត្រូវតែយកមាសមកសាងបាទកន្ត្រៃប្រាក់គឺត្រូវតែយកប្រាក់យកមកសាងបាទកន្ត្រៃចុះកន្ត្រៃខ្មៅគឺយើងត្រូវតែយកអីមកសាងបាទអញ្ចឹងលោកគ្រាន់តែតំណាងជាកសិន
បាទ អញ្ចឹងបើសិនជាយើងមានមាសសាងក៏ល្អ បាទ ក៏វិសេសប៉ុន្តែបើសិនជាយើងអត់មានមាសសាងទេគឺយើងសាងពីកត្រៃធម្មតាប៉ុន្តែយើងលុតថ្នាំទៅឲ្យទៅជាមាសទៅ បាទលោកគ្រូបាទ ហើយក លោក ត្រៃ គ្រូសុំកាត់លោកគ្រូមួយតាក់ទងជាមួយនឹងការសាងហ្នឹងយើងសាងជារូបកត្រៃហ្មងឬក៏យ៉ាងម៉េចលោកគ្រូបាទ ការសាងយើងសាងជារូបកត្រៃប៉ុន្តែគ្រាន់តែកិច្ចក្នុងការសាងគឺគេយកផ្សំគេថាទី1គ្រឿងនឹងវាយ បាទលោកគ្រូបាទ ទី2គឺសមាសធាតុដែលយើងយកមកផ្សំធ្វើជាកន្ត្រៃ បាទ ទី3មុនគាថាដែលយើងយកមកសេពសោតដាស់ប្រសិទ្ធិដើម្បីឲ្យកើតរិទ្ធកើតអំណាច បាទបាទ អញ្ចឹងគ្រឿងនឹងវាយនៃការសាងកន្ត្រៃមាសកន្ត្រៃប្រាក់កន្ត្រៃខ្មៅគឺមិនខុសគ្នាទេ បាទ គឺដូចគ្នាច្រៀងគ្នា បាទ ប៉ុន្តែអាស្រ័យទៅលើគ្រូដែរ បាទ តើការសាងហ្នឹងគឺគាត់សាងបែបណារបៀបណាការផ្សំពីសមាសធាតុហ្នឹងរបៀបណាអាហ្នឹងតាមគ្រូចឹងមកខ្ញុំកណាមានប្រសាសន៍ពីដើមថាការសិក្សាពីសំណាក់នៃគ្រូនីមួយៗគឺមានលក្ខណៈខុសគ្នានៃការសាង បាទ ប៉ុន្តែនៅខាងការសិក្សានិងការស្វែងយល់ពីសំណាក់គ្រូផ្សេងនៃការសាងសមាសធាតុនៃការយកមកផ្សំ បាទ ធ្វើជាកន្ត្រៃគឺយើងអត់អាចទិញកន្ត្រៃមកផ្សារហើយយើងលុតថ្នាំទេ បាទបាទ គឺគាត់ក្នុងតម្រាកពីក្រាំងបុរាណហើយខ្ញុំកណាសូមកាត់អធិស្ឋានមិនមែនខ្ញុំកណាតាក់ទងនិយាយកន្ត្រៃហ្នឹងខ្ញុំកណាជាគ្រូអំពើគ្រូមុនខ្មៅទេទៀតប៉ុន្តែនេះការសិក្សាការស្វែងយល់ការស្រាវជ្រាវ អាស្រ័យទៅលើបុគ្គលបើសិនជាបុគ្គលប្រើវិជ្ជាមួយនឹងទៅលើផ្លូវខ្មៅគឺខ្មៅហើយ បាទបាទ បើសិនជាបុគ្គលមួយនឹងប្រើវិជ្ជានឹងទៅក្នុងផ្លូវសគឺសហើយ បាទចុះលោកគ្រូសុំកាត់មួយដោយសារលោកគ្រូបាននិយាយតាក់ទងជាមួយនឹងការប្រើអញ្ចឹងគោលបំណងនៃការប្រើរបស់គេហ្នឹងគេប្រើដើម្បីអីគេលោកគ្រូបាទលោកគ្រូសុំលោកគ្រូរៀបរាប់អំពីការប្រើកត្រៃពេជ្រកត្រៃមាសហើយកត្រៃប្រាក់កត្រៃខ្មៅហ្នឹងមើលលោកគ្រូតើគោលបំណងវាប្រើដូចគ្នាតែមួយឬក៏ប្រើផ្សេងគ្នា ក្នុងចម្ពោះនៃកន្ត្រៃគឺខ្ញុំកណាសូមបកយកមកស្រាយបង្ហាញកន្ត្រៃមាសហើយនិងកន្ត្រៃប្រាក់ បាទ ហើយនិងកន្ត្រៃខ្មៅការសាងការលុតហើយនិងការប្រើប្រាស់គឺដូចខ្ញុំមានប្រសាសន៍អាចដើរដំណើរនៃផ្លូវពីរទី1បើសិនយើងប្រើក្នុងផ្លូវអាក្រក់គឺធ្វើបាបគេ បាទ បើប្រើក្នុងផ្លូវល្អគឺយើងជួយសង្គ្រោះគេ បាទ អាហ្នឹងតកតូននឹងកន្ត្រៃទាំងពីរប៉ុន្តែនៅក្នុងតម្រាវិជ្ជាខ្ញុំកណាសិក្សានៃគម្ពីរកន្ត្រៃមិនមែនខ្ញុំកណាហ្នឹងប្រកាន់មន់ចត់ថាវិជ្ជាខ្ញុំហ្នឹងគឺមានតែមួយទេ បាទបាទលោកគ្រូ តាមសិក្សាមានមួយទេមានច្រើនអញ្ចឹងខ្ញុំកណាសូមអភ័យទោសអធិស្ឋានដល់សម្ដេចគ្រូគ្រប់អង្គខ្ញុំនិយាយទៅប៉ះពាល់ដល់មួយណាមួយប៉ុន្តែក្នុងតម្រាដែលលោកមានប្រចាពីបុរាណគឺលោកមានប្រសាសន៍ថាក្នុងវិជ្ជាកន្ត្រៃគឺកន្ត្រៃប្រាក់កន្ត្រៃមាសគឺសម្រាប់យើងយកទៅព្យាបាលនៃជំងឺដោះអំពើមើលជំងឺកាត់ចំណងកាត់សីមាកាត់វិជ្ជាបើសិនតែវិជ្ជានឹងជាវិជ្ជាថ្នាក់ធំថ្នាក់ខ្ពស់ដែលมันអាចយកកន្ត្រៃប្រាក់យកទៅកាត់បានគឺលោកប្រើកន្ត្រៃមាស បាទលោកគ្រូ បើសិនជាវិជ្ជានឹងសំរុំមកអាចព្យាបាលបានគឺលោកប្រើកន្ត្រៃប្រាក់នឹងសម្រាប់ព្យាបាល បាទ ប៉ុន្តែបើសម្រាប់កម្ចាយគឺលោកប្រើកន្ត្រៃខ្មៅ បាទ អញ្ចឹងហើយកន្ត្រៃនោះទៀតសោតគឺលោកផ្សាយផ្សំសមាសធាតុដែលខ្ញុំកណាមានប្រសាសន៍តាំងពីដើមអញ្ចឹងដូចទី1គ្រឿងសក្ការៈទី2សមាសធាតុដែលយកមកផ្សំទី3មុន បាទបាទ អញ្ចឹងការសាងនៃកន្ត្រៃទៀតសោតចាស់បុរាណគ្រូខ្លះគឺលោកតែងតែយកសមាសធាតុអង្គខ្លះគាត់យកដីមច្ឆាដីមច្ឆាដៃគោល7មច្ឆាដែកកពូលប្រាសាទឬក៏កពូលចាយដី បាទ ដៃគោលជាប់នឹងមឈូសខ្មោចអញ្ចឹងទៅហើយគេយកទៅដែលខ្មោចណាដែលស្លាប់ហើយវិញ្ញាណចងអឃាត បាទបើយើងនិយាយទៅ ទៅ ខ្មោចតៃហោង ហ្នឹងហើយ បាទ គឺយកមកសាងដើម្បីបង្កើតដើម្បីលុតដើម្បីឲ្យទៅជាវត្ថុជាកន្ត្រៃហ្នឹងប៉ុន្តែមុននឹងសាងគឺយកសមាសធាតុទាំងអស់ហ្នឹងយកមកធ្វើកិច្ចដាស់ប្រសិទ្ធិ បាទ មួយសិលពីរសិល3សិលប៉ុន្តែជាទូទៅគឺលោកឲ្យដាស់3សិលទៅ7សិលដើម្បីដាស់ឲ្យវិញ្ញាណក៏ក្រើកឡើង បាទ ហើយបានគេយកសមាសធាតុទាំងអស់ហ្នឹងយកស្លយកលុតយកចាក់នៅក្នុងតម្រាខ្លះគឺលោកឲ្យយកទៅសាងនោះនៅកន្លែងព្រៃស្មសានកន្លែងដែលមានខ្មោចភ្នោខ្មោចច្រើន
ដែលមានកន្លែងដែលមានខ្មោចលងច្រើនដែលមានអមនុស្សចេញច្រើនដែលមានច្រាបច្រើនក្នុងព្រៃធ្មុំព្រៃភ្នំក្រោមថ្មគេហៅព្រៃថ្មសានណា បាទ ព្រៃថ្មសានហ្នឹងគឺគេលោកធ្វើកិច្ចបតៈនៃសមាហើយបានគេយកធ្វើកិច្ចគ្រឿងនឹងវាយថ្វាយហើយបានគេសេពសូត្រពតនៅសមាហើយបានគេយកសមាសទៀតអស់ហ្នឹងយកទៅចាក់ដើម្បីធ្វើជាកន្ត្រៃ បាទលោកគ្រូ អាហ្នឹងកន្ត្រៃអាហ្នឹងដែកនៃកន្ត្រៃប៉ុន្តែដងនៃកន្ត្រៃទៀតសោតគឺលោកពាក្យច្រើនលោកប្រើនៃប្រភេទចម្ពោះក្លឹមឈើដែលមានរិទ្ធដែលមានអំណាចអស់លោកខ្លះគាត់ប្រើក្លឹមឈើពាន់ឆ្នាំមានមនុស្សចងកឬមួយក៏អង្គគ្រូខ្លះគឺគាត់ប្រើប្រភេទភ្លុកយកមកធ្វើជាដងដើម្បីដាស់ឲ្យអាគមហ្នឹងឡើងមានរិទ្ធមានអំណាចអាហ្នឹងចម្ពោះនៃការសាងនៃកន្ត្រៃប្រាក់កន្ត្រៃមាសកន្ត្រៃខ្មៅប៉ុន្តែកិច្ចនៃការប្រើកិច្ចនៃការសាងគឺដូចគ្នា បាទ សមាសភាពសំដូចគ្នាប៉ុន្តែដល់ពីកិច្ចនៃការប្រើគឺខុសគ្នាមួយបើយើងប្រើក្នុងផ្លូវអាក្រក់គឺអាក្រក់ប្រើក្នុងផ្លូវល្អគឺល្អប៉ុន្តែលោកបែងចែកច្បាស់គឺកន្ត្រៃមាសកន្ត្រៃប្រាក់គឺសម្រាប់ព្យាបាលសម្រាប់ដោះសម្រាប់កាត់សក្រោចទឹកដោះអំពើមកជំងឺជួយសង្គ្រោះ បាទលោកគ្រូ កន្ត្រៃខ្មៅគឺសម្រាប់ធ្វើហើយនឹងកំចាយតាំងពីមនុស្សតាំងពីវិញ្ញាណចងអាឃាតនឹងក្នុងតម្រាដែលតកតងជាមួយនឹងចម្ពោះនៃកន្ត្រៃ បាទ ហើយការសាងនឹងទៀតសោតចូលមកហើយគេចាប់ដើមធ្វើកិច្ចដាស់ប្រសិទ្ធិទៀត បាទ ដាស់មួយសាហើយចូលដល់កន្លែងស្លគេដាស់មួយសាទៀតសេពបលាសូត្របលាគឺស្លបលា បាទ ធូបមិនឲ្យរលត់ទៀនក៏មិនឲ្យរលត់ថាដុតឲ្យជាប់ បាទ ហើយគេមានគេថាសូត្រតងហៅអមនុស្សដែលចងអាឃាតនៅក្នុងដែកអស់ហ្នឹងហើយដាស់កក្រើកឲ្យមកចូលហើយការសាងនឹងទៀតសោតគឺគេយកថ្ងៃល្អពេលវេលាដ៏ល្អដូចជាថ្ងៃ15កើតពេញបរមីអញ្ចឹងទៅណា បាទលោក ដើម្បីឲ្យមានរិទ្ធមានអំណាចវិញ្ញាណមានភាពពុះបញ្ជ្រូលយកមកសាងហើយយកមកហាយសាងហើយចប់ហើយមិនទាន់ប្រើជាការបានទៀត បាទ គឺគេយកមកដាក់ថ្វាយអាសនៈដាស់3សិលទៅ7សិល បាទ ដើម្បីឲ្យវិញ្ញាណហ្នឹងគេបំពុះវិញ្ញាណហ្នឹងឲ្យវិញ្ញាណហ្នឹងគឺឲ្យមានថាឲ្យស្គាល់ម្ចាស់ បាទ គេបំពុះវិញ្ញាណហ្នឹងឲ្យស្លូតឲ្យស្គាល់ម្ចាស់ឲ្យស៊ាំមួយម្ចាស់ឲ្យដឹងចិត្តណា បាទបាទ សមាទិអព្យាស្រ័យដូចយើងចាំសត្វចឹង បាទលោកគ្រូ បើសិនជាយើងយកសត្វសមាទិអព្យាស្រ័យយកសត្វឆ្កែយើងមកចិញ្ចឹមមួយថ្ងៃមុនបងគឺចូលផ្ទះដើរឃើញយើងអត់បក់កតុយដាក់ទេ បាទ តែយើងមិនស្រួលខាំយើងទៀត បាទ រហូតដល់3ថ្ងៃទៅ7ថ្ងៃចាប់ដើមឃើញយើងបក់កតុយឲ្យតាមយើងហើយ បាទ អត់ដល់មួយអាទិត្យពីរអាទិត្យ3អាទិត្យទៅគឺចាប់ដើមស្គាល់ម្ចាស់កាន់តែច្បាស់ បាទ ហ្នឹងហើយគឺសមាទិគឺរបស់ហ្នឹងដូចគ្នាគឺដូចគ្នាគេនៅបំពុះ3យើងដាស់ប្រសិទ្ធិបំពុះ1សិល2សិល7សិលទៅតាមកិច្ចរបស់គ្រូហើយដើម្បីឲ្យស្គាល់ម្ចាស់ បាទ ប្រើទៅឆាប់បានអញ្ចឹងបានការសិក្សាមួយជាមួយគឺលោកឲ្យព្យាយាម បាទ ចម្រើនបដិបត្តិមេត្តាភាវនាដើម្បីឲ្យមុននឹងស្គាល់យើងស្គាល់មុនហើយបានយើងអាចប្រើនៃមុននឹងបានអញ្ចឹងបានលោកខ្លះចម្រើនដើម្បីឲ្យមានថាឲ្យមុននឹងឲ្យចូលនឹងជ្រាបចូលក្នុងអាការៈទាំង32របស់យើងសរសៃស្បែកភ្នែកច្រមុះមាត់អណ្ដាតឲ្យយើងនឹងមានចិត្តនឹងចិត្តតែមួយ បាទលោកគ្រូ ហ្នឹងហើយបានយើងប្រើនៃវិជាហ្នឹងអញ្ចឹងរបស់ហ្នឹងក៏ដូចគ្នាដែរហើយបានគេយកមកដាក់ថ្វាយអាសនៈគេបំពុះប៉ុន្តែការបំពុះហ្នឹងទៀតសោតនៃការសាងហើយគេយកបំពុះយកមកដាស់ប្រសិទ្ធិគឺគេមានកិច្ចរបស់គេ បាទ កិច្ចនៃការដាស់ប្រសិទ្ធិហ្នឹងគឺរកថ្ងៃដែលល្អថ្ងៃសិលដូចគ្នាហ្នឹង បាទលោកគ្រូ យកមកសាងយកមកដាស់ប្រសិទ្ធិគេមានកិច្ចប៉ុន្តែខ្ញុំកណានិយាយទៅខ្ញុំកណាអត់ប្រហើបនៃមុនគៀថាទេខ្ញុំកណាគាត់ថាកោះកកាយនៃការសាង បាទ ក្រែងលោកខ្ញុំកណានិយាយទៅត្រង់ដូចណាមួយលើលួសឬក៏ខុសឆ្គងត្រង់ដូចណាមួយខណ្ឌអភ័យទោសដល់ខ្ញុំកណាផងប៉ុន្តែវិជ្ជាទាំងឡាយយើងសិក្សាដើម្បីយើងថែរក្សាវប្បធម៌អរិយធម៌ បាទលោកគ្រូបាទ យើងមិនមែនមានឈ្មោះថាជាអ្នកស្រឡាញ់ប៉ុន្តែការស្រឡាញ់របស់យើងហ្នឹងវាខុសពីទង្វើល បាទ អ្នកខ្លះខ្ញុំស្រឡាញ់វប្បធម៌របស់ខ្ញុំអរិយធម៌របស់ខ្ញុំម្នាក់ទៅខ្ញុំស្រឡាញ់ប៉ុន្តែអត់បញ្ជាក់ពីទង្វើនៃការស្រឡាញ់របស់ខ្លួនឯងអញ្ចឹងណាហើយខ្ញុំកណានេះគឺខ្ញុំកណានិយាយហ្នឹងគឺដើម្បីមិនមែនថាខ្ញុំហ្នឹងអូចេះវិជាមុនខ្មៅដើរចេះមួយចេះពីរគឺអត់ទេទេគឺខ្ញុំកណាសិក្សាស្វែងយល់ស្រាវជ្រាវ បាទ ពីសម្បត្តិគេថាអរិយធម៌វប្បធម៌ បាទ ដើម្បីឲ្យដឹងដើម្បីឲ្យរក្សា
ឲ្យទុកយើងតែម្នាក់យើងរក្សាយើងអាចចែកទៅដល់ក្មេងជំនាន់ក្រោយបាន100នាក់ចឹងបើយើងគិតថាអាហ្នឹងមិនល្អទេយើងមិនយើងបោះបង់ចោលចឹងថ្ងៃណាមួយវានឹងបាត់បង់ហើយបាទលោកគ្រូវានឹងបាត់បង់ហើយចឹងអាស្រ័យទៅលើគ្រូដែរអាស្រ័យយើងអ្នកសិក្សាបប្រតិបត្តិដែរបើយើងសិក្សាបប្រតិបត្តិយើងណែនាំបដៅទៅដល់ឲ្យអ្នកធ្វើទៅគេនឹងធ្វើតាមយើងហើយខ្លាចតែយើងជាអ្នកសិក្សាអ្នកចូលបង្ហាញឲ្យគេធ្វើអំពើអាក្រក់ចេះមួយចេះពីរគឺអាហ្នឹងអាក្រក់ហើយបាទអញ្ចឹងមកខ្ញុំកណាកុំឲ្យមានឈ្មោះថាជាអ្នកស្រឡាញ់បាទមានឈ្មោះតែអ្នកស្រឡាញ់ប៉ុន្តែអាទង្វើនៃការស្រឡាញ់នេះអត់មានបាទអញ្ចឹងខ្ញុំកណាបើនិយាយទៅប៉ះពាល់សូមអភ័យទោសខ្ញុំកណាផងពាក្យថាស្រឡាញ់វប្បធម៌អរិយធម៌មិនមែននិយាយតែមួយម៉ាត់ថាស្រឡាញ់ហើយគឺបានទេបាទអញ្ចឹងមកខ្ញុំកណាឲ្យសមជាអ្នកស្រឡាញ់ដល់ថាយើងមានឈ្មោះជាអ្នកថែរក្សាហើយការពារឲ្យសិក្សាឲ្យយល់ច្បាស់ហើយអត់ប្រកាន់មាំបាទលោកគ្រូបាទអត់ប្រកាន់មាំថាអូវិជានឹងអាក្រក់ណាស់មិនរៀនទេវិជានោះល្អតែក៏រៀនគឺអត់ទេបាទគឺយើងសិក្សាទាំងអស់យើងអត់ប្រកាន់មាំមានណាវិជាណាក៏យើងសិក្សាដើម្បីយើងឲ្យយល់បាទឲ្យរក្សាកុំឲ្យវាបាត់បង់អញ្ចឹងណាបងអញ្ចឹងបាទខ្ញុំណាសូមខន្តីអភ័យទោសដល់សម្ដេចគ្រូកែយល់ច្រឡំខ្ញុំចំណុចណាមួយអញ្ចឹងណាបាទអញ្ចឹងខ្ញុំណាជាអ្នកថែរក្សានៅវប្បធម៌អរិយធម៌អញ្ចឹងទៅកុំឲ្យវាបាត់បង់អញ្ចឹងយើងសិក្សាស្វែងយល់ជួយថែរក្សាទាំងអស់គ្នាហើយមួយវិញទៀតបន្តទៅដល់ការដាស់ប្រសិទ្ធិនៃកន្ត្រៃបាទលោកគ្រូគឺកន្ត្រៃអស់ហ្នឹងដូចខ្ញុំកណាមានប្រសាសន៍អញ្ចឹងបើសិនកន្ត្រៃមាសបើសិនជាយើងមិនមានមាសសាងទៅយើងបាញ់សុទ្ធថ្នាំទៅយើងធ្វើកិច្ចយកសមាធិនឹងផ្សំជារូបជារាងហើយយើងយកទៅសុទ្ធថ្នាំយកទៅបាញ់ថ្នាំឡើងពណ៌ទៅឲ្យកន្ត្រៃមាសឧបកិច្ចទៅបាទលោកគ្រូកន្ត្រៃប្រាក់យើងយកទៅបាញ់ថ្នាំទៅជាកន្ត្រៃប្រាក់ទៅបើកន្ត្រៃខ្មៅយើងយកបាញ់ថ្នាំឲ្យខ្មៅទៅលាបថ្នាំឲ្យលាបទៅប៉ុន្តែសមាធិនៃការផ្សំរបស់យើងវានេះហើយបាទអញ្ចឹងណាបន្ទាប់មកហើយការសាងនឹងទៀតសោតគឺត្រូវតែមានសមាធិផ្សំហើយគេមានចាមុនគេថានៅលើកន្ត្រៃនឹងក្តីឬក៏គេចាជាមួយនឹងមុនគេថានៅលើផ្ទាំងសំណបដូលនៃអឋានបដូលនៃបីដកនៃយ៉ាងណាមួយក្តីទៅតាមកិច្ចរបស់គ្រូហើយគេស្លជាមួយនឹងគ្នាបាទលោកគ្រូស្លមួយគ្នាគ្រូខ្លះគាត់អត់ស្លមួយគ្នាគាត់យកបដូលគេថាបដូលបីដកយកមកចានៅលើកន្ត្រៃបាទហើយដាស់ប្រសិទ្ធិអញ្ចឹងបើសិនជាការដាស់ប្រសិទ្ធិទៅតាមកិច្ចក្បួននីមួយគឺខុសគ្នាបាទប៉ុន្តែខុសគ្នាភាគតិចត្រូវភាគច្រើនទី1បើសិនជាយើងពិចារណាក្នុងផ្លូវនៃវិញ្ញាណបាទលោកគ្រូដើម្បីផ្គុំឲ្យមានវិញ្ញាណនឹងបានទី1ត្រូវតែមានសមាសធាតុនៃការផ្សំមិនមែនសមាសធាតុនៃការផ្សំអាហ្នឹងវាមានហើយបាទដូចយើងជាសបករូបអញ្ចឹងប៉ុន្តែនៅក្នុងសបករូបវាមានអាការៈទាំង32បាទអញ្ចឹងលោកអត់ចោលទេអញ្ចឹងបានគេតែងតែបញ្ចុះនៅអាការៈទាំង32បញ្ចុះអាការៈទាំង32បន្ទាប់ហើយគេប្រមូលនិធានទាំង4បាទដាស់អាការយើងប្រមូលអាការៈទាំង32សេពសោតផ្លុំបន្ទាប់មកហើយគេប្រមូលនិធានទាំង4បាទដូចមនុស្សយើងមានអាការៈទាំង32បាទបន្ទាប់មានអាការៈទីហើយត្រូវតែមានធានបានអាចទ្រទ្រង់សារពាង្គកាយនឹងបានបាទប៉ុន្តែអត់ទាន់មានវិញ្ញាណទេបាទនៅទេអត់ទាន់មានវិញ្ញាណទាំងអស់អញ្ចឹងគេចាប់ដើមសេពសោតអន្តងដាស់វិញ្ញាណហ្នឹងឲ្យកក្រើកឬមកកខាបហៅព្រលឹងវិញ្ញាណនេះព្រលឹងវិញ្ញាណនោះបារមីអង្គនេះឬមួយក៏វិញ្ញាណនេះចេះមួយចេះពីរស្មាតបជាស្រ័យបើប៉ះពាល់គេយកមកឲ្យសន្ធិដ្ឋនៅក្នុងកន្ត្រៃហ្នឹងបាទហើយបានគេចាប់ដាស់វិញ្ញាណហ្នឹងឡើងបាទដាស់វិញ្ញាណហ្នឹងឡើងដាស់ហើយបានប្រសិទ្ធិសទ្ធាណាបាទប្រសិទ្ធិចាប់ហើយបានគេពាត់សេមាវិញ្ញាណហ្នឹងកុំឲ្យវិញ្ញាណហ្នឹងដើរធ្វើបាបគេតែលតោលវិញ្ញាណហ្នឹងចេះមួយចេះពីរគ្រូសិលគ្រូរបៀនឬមួយក៏អ្នកណាគេខាបចេះមួយចេះពីរគេពាត់សេមាឲ្យវិញ្ញាណហ្នឹងបាទឲ្យលោកគង់នៅក្នុងហ្នឹងកុំឲ្យដើរធ្វើគេធ្វើឯងអូបាទហ្នឹងហើយបន្ទាប់ពីចាប់ហើយបានកិច្ចគ្រូខ្លះចយន្តោទៅដើម្បីបញ្ចប់នៃកិច្ចប៉ុន្តែលោកធ្វើកិច្ចនឹងរក្សា7សិល3សិលទៅ7សិលបាទយើងមិនអាចធ្វើមួយសិលហើយកើតរឹតទេបាទអញ្ចឹងមិនការសិក្សាបប្រតិបត្តិឲ្យខ្ញុំកណានិយាយហ្នឹងមិនមែនខ្ញុំកណាហ្នឹងខ្លាំងមិនមែនខ្ញុំកណាចេះឲ្យអាចធ្វើបានអត់ទេកណាទៀតខ្ញុំកណាសិក្សាពីកពីច្រាំងហើយសិក្សាឆ្កឹះយកចំណុចនៃការសាងហ្នឹងទៅទៀតការខ្លាំងឬខ្សោយអាស្រ័យទៅលើការសិក្សាបប្រតិបត្តិរបស់បុគ្គលម្នាក់បាទអញ្ចឹងទៅហើយបានចប់សពបែបសពបាំង3សិល7សិលអញ្ចឹងទៅបានគេដង្កល់ចប់បែបសពយ៉ាងហើយបានដង្កល់អញ្ចឹងទៅប៉ុន្តែដង្កល់ហើយដាស់ប្រសិទ្ធិហើយអាហ្នឹងចប់កិច្ចណាបាទអញ្ចឹងថារបស់ហ្នឹងអាចប្រើបានហើយក្នុងតម្រាកាពីបុរាណវិទ្យាលោកមានប្រសាសន៍ថាហើយក៏
to này mọt cừu để phá còn lục mình phải sạch châm pua cần trai không ai mùi cứ như cần trai đây cầm chai mà nước hay đừng ạ mà nước đây cái đây là hại bro sân bà lục trong thuộc bà bậc cô nào mà đấy cứ cái miếng cách kỳ điệp trong cái đường ở vai điệp sầm nặng đã sầm nan bầu chia vai tận đó sẽ đánh ba là mấy cừu đại lục canh hai đã xa đây cần trai nâng che mùi che pi sọc bạp sọc giang hơi thực cách bay sơ mà ngay bay ngay từ bằng pal ngay bờ sân chỉ trong lại bờ cô nâng slap chập cách hơi kê chập đam điệp trong bị thi cái port từ ma pan ta nó nhầm vậy cạn đấy bờ sân ăn nhầm vậy với những gì về ngay tết cái nơi miền điệp trong vô thư bờ cô na mà đấy pan bây giờ nhìn mình bà sáng chắc cái thai đang khủng bứa pan ta nó on tới tiền bờ sân thì này dây ở bên cho bạp hạt Paul ai bị xong hạt xong Paul cũng ở trong biên bờ sáng vậy cắt mình đăng ấy giống cho thành vậy đây kỳ miền vô rụt thọt được môi còn vô xây smart thiết ấy bảo cô na mà nè được môi trẻ pi hay nắng thưa chắc đó các bạn cứ thưa các bạn anh đang gặp hết crew đại xây sạc sàn cho bị chia nằng cái vô rụt thọt vô ấy mau cái chập đam sốt khap hay bờ lưng nguyên nhiên cùng thiết bờ mol thiết khap bờ lưng nguyên nhiên đa tròn bờ lưng nguyên nhiên đã được không rụt thọt cha John và cọt nơi bờ lưng nguyên nhiên khap tôn sọc bạp sọc giang hay cái dọa cung nó sọt quạt thì mà khám bờ lưng nên chỉ cắt đấy tên cũng anh vậy ở về ngay pe hai bữa sau này trong hai bữa cô nâng chư chân từ cứ chọc bay ngay từ phần ngay cái áo vô cả trai để kiếm thêm bị thi nữa đại bữa cô nâng cái áo sọt nó lừa đủ anh nâng bữa cô nó cứ chư bờ sân chỉ kia trong hai bữa cô nâng slap cứ cái vô cả trai nó vô cắt nâng rụng thọt cắt đáy chữ đầy cắt chương trừ cắt có cứ ai đang biến bánh hát ngôn đạo bộ là chẳng bờ sân gì tệ tôn năng bị chia nó còn nằm đá lúc ban cháy nhảy hay trong nhà sớm khăn tệ tôi bờ dây từ trong nội nam mùi từ xa tại dương cơ vô trong nội đại sầm khăn tệ tôn chỉ mùi nằm raในการxẹp sốt xẹp xóm cùng mình tha rục khảo sốt được chỉ bẹt bờ tía có lục cho một xóm trên chỉ bị này bàn này thì mỗi dần cướp thì phí cứ mình dần cướp cứ bầm phẳng nắng tệ tôn cứ nâng bát tiền tệ tôn nâng cạp xóm hay bát tiền nó tiết sao mình men oi tại bát tiền rục khạc bẹt bát tiền cứ ai mình để chết đi chẳng mình cạp xài xóm bầm mồi này ca bụi bát tiền thì phí cứ hạp bát thôi rồi đi đầm bay vô máu bẩn đô trên chỉ cồn ỏi xóm ỏi cục này cạch vậy xua sao hạt đầy trên cái miếng cà xài xóm đầy xem vô mặt đàm tệ tôn chỉ mùi nắng cá bẩn đô này bát tiêu làng thấy mình men oi tại bát tiêu cứ ai giờ từ pra ban thằng thì bà là cũ xôm cắt là cũ mùi tệ tôn bát tiêu nó có cái ai vô thưa chia môn không ai đây mình bơ nơi không nằm ra cứ lục ban chài tệ tôn chỉ mùi nâng ca pra này chôm pu nàyประเภท bát tiêu cứ miền phần tái mình men oi tại bát tiêu cứ ai vô từประเภทnày bị chia môn không ai ban thằng thì tu bay chia ประเภท bát tiêu nâng miền chmu tha sầm rập thưa này bị chia môn không ai có đòi à slide từ lưới cách được bọc cừu chân ca này ca đam này bật tiền lăng tiền sao đầm bậy ở miền đất miền ba đầm bậy vô tại thua bậy mũi ở xóm này bật cóp cứ miền cách bọc kỳ chấm nốt bật tiền đấy nhom chạp bỏm đấy bong bồn chỉ tu tới nhom thọp lư bật tiềnเลยcái bật tiền snai bật tiền ấy chẳng là phần này sầm rập bật tiền để vô từ thưa môn không ai rồi có dừng vậy rồi xua sạp tới được chỉ ca đạm bơm bón là năng xâm mà đa lư để hay xâm chơi chẹt tha bong bồn nó nét có ở đa lư được xâm này chẳng trong trong ao là cụ tục riêng bát tiền ấy từ sập đá cày mong là cụ bà đầm bây ao bông ôn dương ban đạp nơi riêng đài lỗ hay vị chia đài dương mình đa nâng thọp lư cru đợt tây tiết cột này giấy bỏ sài tẹt tông cho mùi môn vị chia đầm ra bẹt bát tiền này chẳng mà nào vị chia từng nắng cứ cái hai đào vị chia à sài tẹt lư cru này ca sắc xa đến sâu ta dương ta cô dụ một cô vị chia nó bài na đầm bay chui sừng cua bài na đầm bay mình chui sừng cua
បាទលោកគ្រូ ចឹងបានគេបង្កើតថាវិជា2ដែលវិជាកត្រៃមាសកត្រៃប្រាក់ហើយនិងកត្រៃខ្មៅ បាទ គឺវិជាហ្នឹងគឺធម្មតាអីក៏ដោយគឺតែមានគូវែ បាទបាទ តែមានកំចាត់ បាទ ហើយក៏មានសង្គ្រោះ បាទ អាហ្នឹងវិជាហ្នឹងគឺអញ្ចឹង បាទ ក្នុងតកតងវិជាកន្ត្រៃខ្មៅចឹងខ្ញុំកណាមានច្រើនតកតងនឹងក្បួនដំណើរវិជាកន្ត្រៃខ្មៅហ្នឹងបើនិយាយទៅអត់ងាយអស់ទេចឹងខ្ញុំកណាសូមបកស្រាយតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណទៅដល់លោកបងដែលបានបាទតកតងនឹងវិជាកន្ត្រៃខ្មៅ បាទអរគុណច្រើនលោកគ្រូបាទសម្រាប់ការបកស្រាយដ៏ល្អហើយនឹងបញ្ជូលដ៏ខ្វះក្បាយហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់អំពីអ្វីដែលលោកគ្រូមានប្រសាសន៍បានន័យថាលោកគ្រូនិយាយនេះមិនមែនចង់ឲ្យលោកគ្រូដតីទៀតដែលធ្វើនៅអំពើមួយដែលមិនគប្បីទេបាទហើយលោកគ្រូក៏បានប្រហែលហើយគឺយើងអត់មានប្រាប់បល័យអីទេគ្រាន់តែវិធីសាស្ត្រឬក៏ការសាងនៅកន្ត្រៃនឹងឡើងទេឲ្យបងប្អូនដឹងថាអូដំណើរដើមតងនៃការធ្វើគឺវាយ៉ាងម៉េចបាទហើយអ្វីដែលបងប្អូនបានស្ដាប់នេះគ្រាន់តែជាការចែករំលែកនៅចំណេះដឹងមួយនៅវិជារបស់ខ្មែរយើងទេដែលបានបន្សល់ទុក បាទ ដោយលោកគ្រូមានប្រសាសន៍អញ្ចឹងបើសិនបើយើងអត់បានចែកម្លែកអាហ្នឹងវាកាន់តែបាត់បង់ទៅថ្ងៃក្រោយគឺលែងមានដែរបាទអញ្ចឹងថ្ងៃនេះគឺមានតែសាច់រឿងប៉ុណ្្នឹងឯងលោកគ្រូ បាទ បាទហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអធិស្ឋានរាល់កំហុសខុសឆ្គងមួយដែលអាចចេតនាចំពោះលោកគ្រូហើយខ្ញុំបាទផ្ទាល់ហើយសូមជូនពរបងប្អូនទាំងអស់គ្នាបានសេចក្តីសុខសេចក្តីចម្រើនតទៅបាទខ្ញុំថៃជាមួយលោកគ្រូសូមអរគុណសូមជម្រាបលា